សូមជូនរឿងពកបណ្ឌិតក្នុងការកន្លងទៅហើយមានកូនបក្សី3គឺកូនកងោកកូនសារិកាកូនកុកនៅអាស្រ័យក្នុងសម្បុកលើមេឃប្រឹក្សាចិត្តគ្នាសម័យនោះមានព្រានព្រៃ3នាក់បាននាំគ្នាចូលទៅក្នុងព្រៃដើម្បីចាប់ម្រឹកពេលព្រៃទាំង3នាក់ខំស្វែងរកម្រឹកអស់រយៈពេល1ថ្ងៃពុំបានជួបប្រទះសោះដល់ពេលល្ងាចចិត្តត្រឡប់មកផ្ទះវិញបានឃើញកូនបក្សី3ដែលនៅក្នុងសម្បុកចិត្តគ្នានោះក៏ចាប់យកម្នាក់មកចិញ្ចឹមឯព្រានព្រៃទាំង3រូបនោះបានមានសេចក្តីស្រឡាញ់ចំពោះកូនបក្សីទាំង3ហាក់ដូចជាកូនបង្កើតបានគិតគ្នាថាយើងខំចិញ្ចឹមរក្សាបង្រៀនឲ្យមានបែបបទល្អហើយយកទៅថ្វាយស្ដេចជាគ្រឿងបណ្ដាការព្រានព្រៃម្នាក់ដែលចិញ្ចឹមកូនកងោកខំបង្ហាត់ឲ្យចេះពងចេះរាំចេះក្រាបសំពះឯកងោកជាសត្វមានគំនិតខ្លីក៏ចេះតែខំធ្វើតាមដរាបដល់ចេះពងចេះរាំចេះក្រាបសំពះដូចបំណងរបស់ម្ចាស់ព្រានព្រៃម្នាក់ទៀតបានចិញ្ចឹមកូនសាយដីកាក៏ខំបង្ហាត់បង្ហាញឲ្យរៀននិយាយភាសាមនុស្សសារកាជាសត្វមានគំនិតខ្លីក៏ខំប្រឹងនិយាយតាមនរាបចេះនិយាយជាមួយនឹងមនុស្សបានឯព្រានព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនកុកក៏ខំបង្ហាត់បង្ហាញកុកនោះតាមបំណងរបស់ខ្លួនប៉ុន្តែកុកជាបណ្ឌិតមានគំនិតវែងបានគិតថាអញមិនគួរធ្វើជាអ្នកចេះរាំចេះនិយាយចេះក្រាបសំពះតាមអាវាតរបស់ព្រានព្រៃទុច្ចរិតនេះទេបើអញធ្វើជាអ្នកចេះដឹងមុខតែព្រានព្រៃនេះដាក់ក្នុងទ្រង់ដរាបអស់ជីវិតលោកគិតដូច្នេះហើយក៏មិនអើពើនឹងអាវាតរបស់ព្រានព្រៃជាម្ចាស់ឡើយបើគេបង្ខំខ្លាំងគ្រាន់តែស្រែកក្រក់ប៉ុណ្ណោះថ្ងៃមួយព្រានព្រៃទាំងនោះបានយកកូនបក្សីទាំង3ទៅថ្វាយស្ដេចបរិជាបានទតឃើញកូនបក្សីនោះហើយទ្រង់មានប្រតិត្រាស់ថាមនាព្រានកូនកងោកនេះមានគុណវិសេសដូចម្ដេចអ្នកម្ចាស់កងោកក្រាបទូលថាបពិតព្រះសមតិទេពកងោកនេះចេះរាំចេះពងចេះក្រាបថ្វាយបង្គំក៏ប្រើកងោកនោះថ្វាយបង្គំព្រះរាជាលុះកងោកនោះថ្វាយបង្គំហើយអ្នកម្ចាស់កងោកក៏ធ្វើភ្លេងដោយមាត់របស់ខ្លួនកងោកក៏ពន់ពេរេរាំតាមភ្លេងនោះព្រះរាជាបានទតឃើញដូច្នេះទ្រង់សពប្រតិខ្លាំងណាស់ក៏ត្រាស់បង្គាប់ឲ្យអាមាត្យចងទុកក្បែរនៅទីនោះទៅទ្រង់ត្រាស់សួរទៅអ្នកចិញ្ចឹមសារកាទៀតអ្នកចិញ្ចឹមសារកាក្រាបទូលថាបពិតព្រះមហារាជសារកានេះចេះនិយាយភាសាមនុស្សបានក៏នាំសារកានោះនិយាយថ្វាយព្រះរាជាជាព្រះសណ្ដាប់ព្រះរាជាទ្រង់ព្រះសណ្ដាប់ភាសាកូនសារកានោះហើយទ្រង់សពប្រតិក៏បង្គាប់អាមាត្យឲ្យចងទុកក្បែរសត្វកងោកទើបត្រាស់សួរទៅអ្នកចិញ្ចឹមកុកទៀតអ្នកចិញ្ចឹមកុកក្រាបទូលថាបពិតព្រះសមតិទេពកុកនេះជាសត្វល្ងងបំផុតទោះបីទូលបង្គំខំបង្ហាត់បង្ហាញយ៉ាងណាក៏ពុំចេះដឹងអ្វីសោះចេះត្រឹមតែស្រែកក្រក់ប៉ុណ្ណោះកុកបណ្ឌិតការបើម្ចាស់របស់ខ្លួនទូលព្រះរាជាដូច្នេះហើយក៏ស្រែកក្រក់ឡើងលំដាប់នោះព្រះរាជាទ្រង់ព្រះសម្រួលយ៉ាងខ្លាំងទើបបង្គាប់អាមាត្យថាឯងយកកុកនេះទៅលែងទៅគំតុកព្រោះវាល្ងងណាស់មិនចេះនិយាយស្ដីនឹងគេទេកុកបណ្ឌិតការបើអាមាត្យលែងហើយក៏ហើរទៅទុំលើដំបូលប្រាសាទរួចក៏សូត្រនៅគាថាជាភាសាមនុស្សថាពកោបណ្ឌិតតោរាជាភាសកញ្ជេវៈមាវៈចយុរាសារិកាជេវៈពហោយតាពហោពុធាបពិតមហារាជខ្ញុំជាកុកបណ្ឌិតមានប្រាជ្ញាអញ្ចឹងខ្ញុំព្រះអង្គឲ្យនិយាយខ្ញុំមិននិយាយឡើយដើម្បីដោះខ្លួនឲ្យរួចពីចំណង
ai cả ngọc nâng sai được ca trên nẹ chỉ đằng tràn cho bên nó có tràn ở đây chia trôn sẵn đạm kia tha được bọc cốc một đợt hới có trôn bình lư nơi presso sẽ hạ nhiệt tha xa thụ nẹ chia một đợt miên lệ ngá mền cốc một đợt có hai tư tam và thợ con bọc lún đói xa đây xù xa đây lầm lát lúc ở đây chia trôn tơ khơi cả ngọc nâng sai được cá đại cho phim non miên tức mốc cái đinh còng ngộ sở ngàn cùng có trắc bằng qua bài ở má đo lên